អាចជួយផ្ដល់យុទ្ធសាស្ត្រវាយប្រហារឬវិធីយកឈ្នះប្រទេសណាមួយដោយប្រើអាវុធនោះបានទេប្រទេសតូចឬប្រទេសដែលមានសភាវុធទំនើបមិនមានន័យថាខ្សោយជានិច្ចនោះទេកម្លាំងពិតរបស់ប្រទេសមួយមានច្រើនផ្នែក 1. សាមគ្គីភាពប្រជាជន 2. សេដ្ឋកិច្ចរឹងមាំ 3. កងទ័ពមានវិន័យ 4. ការទូតល្អជាមួយអន្តរជាតិ 5. មានបច្ចេកវិទ្យានិងមានការអប់រំ 6. ការពារព្រំដែនគោកអាកាសដោយច្បាប់អន្តរជាតិប្រទេសកម្ពុជាក៏មានប្រវត្តិសាស្ត្ររឹងមាំនិងមានកម្លាំងចិត្តស្នេហាជាតិខ្លាំងប៉ុន្តែសម័យនេះប្រទេសភាគច្រើនព្យាយាមដោះស្រាយបញ្ហាតាម 1. ចរចា 2. ច្បាប់អន្តរជាតិឧទាហរណ៍ប្រទេសដែលខ្លាំងពិតៗមិនមែនខ្លាំងតែអាវុធទេប៉ុន្តែខ្លាំងដោយប្រជាជនមានចំណេះដឹងនិងឯកភាពផងដែរអំពីទំនាក់ទំនងរវាងកម្ពុជានិងប្រទេសព្រៃមានទាំងពេលល្អនិងពេលតានតឹងតាមព្រំដែនខ្លះៗក្នុងប្រវត្តិសាស្ត្រប៉ុន្តែប្រទេសទាំងពីរក៏មានពាណិជ្ជកម្មនិងមានទំនាក់ទំនងការទូតជាមួយគ្នាផងដែរការរក្សាសន្តិភាពនិងការពារអធិបតេយ្យភាពតាមផ្លូវច្បាប់គឺមានវិធីដែលមានផលប្រយោជន៍ល្អបំផុតសម្រាប់ប្រជាជនទាំងសងខាងសូមអរគុណដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់